បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទដែលជាអ្នកស្រឡាញ់និងមានជំនឿលើវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរយើងបាទជាពិសេសពុកម៉ែបងប្អូនដែលជាអ្នកស្រឡាញ់និងមានជំនឿលើព្រះលើតួអង្គដែលសាងឡើងពីរបស់ពិសេសនិងផ្នែកជ្រូកព្រៃនិងក្រចកខ្លាឃ្មុំនៅថ្ងៃនេះវេលានេះខ្ញុំបាទសូមបង្វែរអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាកំសាន្តអំពីវត្ថុទាំង4យ៉ាងនេះដែលខ្ញុំបាទបានទទួលចែកពីបងប្រុសម្នាក់ដែលគាត់រស់នៅក្នុងស្រុកកំរៀងខេត្តបាត់ដំបងបាទហើយវត្ថុទាំងនេះពុកម៉ែបងប្អូនខ្មែរយើងដែលគាត់គិតថាមាននិស្ស័យស្រឡាញ់គឺអាចចែកបានខ្ញុំបាទមិនបិទសិទ្ធហើយក៏មិនហាមឃាត់ដែរសម្រាប់អ្នកស្រឡាញ់និងមានជំនឿនិងមាននិស្ស័យបាទ4អង្គ4យ៉ាងហើយខ្ញុំបាទសូមបកស្រាយសូមជម្រាបតែម្ដងទី1នេះជាតួអង្គភគណេសនិងព្រះភគណេសបាទដែលសាងឡើងចេញពីត្បូងបុរាណពីអំបែងកែវបុរាណបាទអធិស្ឋានគឺអំបែងកែវបុរាណសាងឡើងចេញជាតួអង្គបាទសាងឡើងចេញជាតួអង្គភគណេសបាទឆ្លាក់ដាច់បាទគឺឆ្លាក់ទឹកដៃនេះគឺបុរាណពុកម៉ែបងប្អូនទស្សនាហើយជ្រាបយល់ហើយណាគឺឆ្លាក់ដោយដៃបាទឆ្លាក់ដោយដៃគឺមិនសូវជាស្អាតដូចសម័យបច្ចុប្បន្នទេគឺសម័យបច្ចុប្បន្ននេះគឺឆ្លាក់ដោយម៉ាស៊ីនអញ្ចឹងគឺស្អាតជាងសម័យដើមសម័យបុរាណគឺឆ្លាក់ដោយដៃគឺសន្តានទឹកដៃប៉ុណ្នេះខ្ញុំបានគិតឃើញថាស្អាតហើយបាទអែមសែមហើយណាពុកម៉ែបងប្អូនបាទគឺថាតបន្តោងសាច់អំបែងកែវឬក៏អំបែងធោបុរាណហ្នឹងសាច់គាត់មើលទៅឡើងស្វិតតែម្ដងហ្នឹងបើជាអំបែងធម្មតាក៏ចាស់នៅចំនួនហ្នឹងក៏គាត់មិនយកមកសាំងដែរបាទណាព្រោះអីនៅចំនួនហ្នឹងគឺតម្រុំតែបានសាងចេញជាតួអង្គមួយពិបាកណាស់ហ្នឹងហើយក៏ថ្លៃដែរហ្នឹងបាក់រកជាងបាទហើយគឺទឹកដៃឆ្លាក់បែបហ្នឹងគឺសមហើយស្អាតហើយណាជាក់ស្ដែងពុកម៉ែបងប្អូនឃើញស្រាប់ហើយបាទតួអង្គភគណេសបាទស្រោបរួចស្អាតញាក់សាច់តែម្ដងហ្នឹងហើយទី2នេះគឺជាព្រះពុទ្ធសមាធិសាងឡើងចេញពីនាងពួន7ជូរបាទឡើងញាក់សាច់តែម្ដងបាទត្រូវកមួនតែមួយយប់ឡើងខ្មៅបាទហ្នឹងហើយដំបូងឡើយខ្ញុំបាទពិនិត្យមើលទៅគឺចាស់មែនទែនស្នឹមឬក៏ដីជាប់ចំណុចប្រហោងហ្នឹងបាទណាដល់ពេលខ្ញុំបាទត្រាំកមួនមួយយប់ទៅគឺឡើងសាច់ឡើងខ្មៅហើយអង្គទី2នេះក៏ឆ្លាក់ចេញពីដៃដែរហ្នឹងឆ្លាក់ដៃបាទសាងឡើងចេញពីនាងពួន7ជូរឆ្លាក់ដោយដៃបាទគឺទឹកដៃនៅចំនួនបរមរានគឺមិនសូវស្អាតដូចបច្ចុប្បន្នទេដូចខ្ញុំជម្រាបបកស្រាយខាងដើមអញ្ចឹងបាទណាតែល្អថែរក្សាបូជាណាខ្លាំងនឹងរបស់ចាស់បាទគឺខ្ញុំបានសូមចែកគាត់នៅថ្ងៃជាវិល្អថ្ងៃថ្មីខែថ្មីឆ្នាំថ្មីណាពុកម៉ែបងប្អូនថ្ងៃទី1បាទឆ្លងឆ្នាំសកលហ្នឹងហើយខ្ញុំបាទសូមកម្ពស់ជូនបាទកម្ពស់បាន24លីបាទ24លីបាទបាត់ប្រឡាំងក៏បាន9លីបាទ9លីបាទអង្គទី1ហើយអង្គទី2នេះប្រវែងបានវាស់បែបនេះបានប្រវែង24លីបាទ24លីហើយបាត់ប្រឡាំងបាន6លីបាទណា6លី
អង្គទី2ក៏បាន24លីដូចគ្នាដែរកម្ពស់បាទណាកម្ពស់បាន24លីបាទប្រទាលបាន9លីបាត់បលាំងបាទជាស្រ័យបាត់បលាំងបាទហើយបន្ទាប់មកទី3នេះគឺជាចុងខ្នាយបាទរបស់ខ្មែរយើងបាទរបស់បុរាណដូចគ្នាគ្រាន់តែមើលសាច់ក៏ដឹងដែរបាទរបស់នេះគឺសាច់ចាស់ខ្លាំងបានណាតែនេះត្រូវកមុនតែមួយថ្ងៃទេណាមួយប្រភេទនេះគឺគាត់ស្ងួតម្ចាស់ដើមគាត់អត់ថ្វាយកមុនអញ្ចឹងណាបាញ់ទឹកអប់ធម្មតាហើយប្រេះពីធម្មជាតិមកគឺអញ្ចឹងចុងនៅស្អាតល្អ 100% តែស្នាមស្រាំប្រេះអញ្ចឹងពីធម្មជាតិមកបាទគ្មានស្នាមចំណុចសម្លៀងទេបាទផ្នែកប្រភេទនេះគឺបែបហ្នឹងបាទសាច់ឡើងចាស់ក្រែងហើយតាន់ប្រហែលជា30% ណាហ្នឹងឬក៏ប្រហោងបាទហ្នឹងបើជាតាន់30% នោះពុកបងប្អូនខ្ញុំមិនបានចាក់មើលទេបាទហ្នឹងត្រឹមតែរបស់នេះគឺខ្លាំងហើយហ្នឹងបាទទី3ប្រវែងបានប្រវែងបាន47លីបាទទោះ48លីបាទណាប្រវែង48លីប្រទាលបាន8លីដូចគ្នាណាប្រទាលបាន8លីបាទកម្ពស់បាន48លីប្រទាលក្រោមបាន8លីបាទរបស់ធំ8លីណាហើយបន្ទាប់មកទី4នេះជាកញ្ចក់ខ្លាឃ្មុំបាទកញ្ចក់នេះគឺធំយកតែម្ដងពុកម៉ែបងប្អូនបាទធំរបស់ចាស់របស់សល់ពីដូនតាសល់ពីបុរាណមកគឺមើលទៅញាក់សាច់តែម្ដងខ្ញុំបាទធ្លាប់ឃើញដែរបាទចង្កូមនិងកញ្ចក់ខ្លាឃ្មុំតែមិនដែលឃើញធំដល់ថ្នាក់នេះទេបាទនេះធំយកតែម្ដងបាទមិនដឹងថាខ្លួនគាត់ប៉ុណ្ណាទេពុកម៉ែបងប្អូនជាក់ស្ដែងគឺធំយកតែម្ដងណាហើយម្ចាស់គាត់ប្រាប់ថាជាកញ្ចក់ខាងឆ្វេងបាទកញ្ចក់មួយប៉ុណ្នេះហើយចុះតម្រុំអី5ពុកម៉ែបងប្អូនណាបាទប៉ុណ្ណាទេធំបាទធំជាងបាត់ដៃយើងទៀតនេះបាទធំជាងបាត់ដៃខ្ញុំបាទទៀតណាមើលទៅបាទហើយតាក់ទងនឹងកញ្ចក់បើតាមខ្ញុំបាទជ្រាបតខ្លះខ្លាឃ្មុំសង្គមគាត់អត្ថប្រយោជន៍គុណប្រយោជន៍ឬក៏អានុភាពចង់ចាញ់កញ្ចក់ផងណាកញ្ចក់គាត់ខ្លាំងជាងដោយសារតែកញ្ចក់គាត់ប្រើការប្រចាំថ្ងៃដូចជាហែកក្រាក់ឈើហែកសបកឈើគាត់នេះណាគាត់កាយគាត់កញ្ញាំឡើងគោះកាយអញ្ចឹងទៅបាទចង្គមមិនសូវជាប្រើទេព្រោះអីសត្វខ្លាឃ្មុំគាត់ស៊ីតែឃ្មុំស៊ីតែព្រួតស៊ីតែកាឌាស៊ីសត្វល្អិតហ្នឹងបាទណាមិនសូវជាខំសាច់ស៊ីសាច់ស្រស់ដូចចង្គមខ្លាយទេគឺនេះជាការយល់ឃើញការជ្រាបតពីចាស់មកណាខ្ញុំបាទជ្រាបតបែបហ្នឹងគឺកញ្ចក់ចង់ខ្លាំងជាងចង្គមផងណាកញ្ចក់ខ្លាឃ្មុំបាទហើយពុកម៉ែបងប្អូនគិតឃើញបែបណាក៏តាមការគិតឃើញនឹងរៀងខ្លួននេះខ្ញុំបកស្រាយតាមការខ្ញុំជ្រាបតមកគឺអញ្ចឹងបាទកញ្ចក់សម្រាប់ខ្ញុំបាទគិតឃើញថាខ្លាំងជាងចង្គមទៅទៀតទៅនឹងខ្លាឃ្មុំហ្នឹងហើយរបស់នេះជាក់ស្ដែងគឺនៅជាប់ឆ្អឹងបន្តិចដូចពុកម៉ែបងប្អូនឃើញស្រាប់ហើយណាហ្នឹងហើយធំស្អាតគ្មានស្នាមបាក់ស្នាមបែកអីទេគឺនៅល្អស្អាតហ្នឹងកញ្ចក់ខ្លាឃ្មុំហើយប្រវែងបាន48លីណាពុកម៉ែបងប្អូន48លីបាទរបស់ចំណុចពទាលធំចេះខាងក្រោមគល់កញ្ចក់នេះបាន23លីពទាលបែបនេះគឺបាន10លីណា10លីបាទរបស់នេះខ្ញុំបាទគិតថាទុកផ្ទាល់ខ្លួនទេណាពុកម៉ែបងប្អូនតែខ្ញុំបាទក៏មិនបិទសិទ្ធហាមឃាត់ដែរសម្រាប់អ្នកមាននិស្ស័យបាទហ្នឹងគឺល្អរបស់គាត់លេងរបស់ដែរហើយក៏មិនមានច្រើនទេមានត្រឹម4-10របស់4-10យ៉ាងអីហ្នឹងតែខ្ញុំបាទ
អឺគិតថាស្រឡាញ់4អង្គនេះ4យ៉ាងនេះក៏សូមចែកគាត់នឹងជួយបច្ច័យគាត់តាមលទ្ធភាពខ្ញុំបាទមាននឹងបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនបាទអរគុណច្រើនសម្រាប់ការគ្រប់គ្រងនិងតាមដានបាទសូមគោរពលា